ការចំនួន COVID ខ្ញុំធ្លាប់មួយថ្ងៃខ្ញុំហូបបាយ3ពេលហ្នឹងអស់តែពងទា2គ្រាប់ឯងបាទមួយថ្ងៃខ្ញុំរស់បានហើយបានន័យថាពងទាហ្នឹងយើងអត់ជៀនទេព្រោះជៀនវាបានតិច ហ្នឹងហើយ ជៀនបានមកផ្ទះហើយមួយថ្ងៃយើងត្រូវការ3ពេលមែនអត់ស្ងោរទៀត ធ្វើម៉េច ដាំទឹកប្រហែលជាមួយថ្នាំងដៃឬក៏2ថ្នាំងដៃហើយឲ្យវាពុះមកយើងគោះពងទាដាក់ចូលច្បល់វាឲ្យសប់ទៅ តែជាសឡវិញ ដាក់អំបិលស្ករប៊ីចេងឲ្យចូលទៅមកស្ទុះវាផុលមកពេញឆ្នាំងមកចិត្តពេញឆ្នាំង បាទ ចិត្តពេញឆ្នាំងហើយមានទឹកមានអីហត់ទៀត អូ អានេះគឺជារូបមន្តដែលខ្ញុំបបែកនៅពេលដែលខ្ញុំក្រពេកបាទខ្ញុំនិយាយមែនតើខ្ញុំបបែករូបមន្តនឹងចេញ រូបមន្ត ហើយរស់បានរស់ជោគជ័យដល់ថ្ងៃហ្នឹងទៀតរស់បាទ តែពេលនេះមានបាយអត់ មានបាយសម្ដេចចៃឲ្យបាទសម្ដេចចៃមកឥឡូវឧទាហរណ៍ពងទា10គ្រាប់ក2គីឡូត្រីខមួយយួរទឹកថៃអីចឹងមានមួយសែតបង បាទ ហើយយើងលៃគាត់ប្រាប់នៅក្នុងហ្នឹងគេប្រាប់មួយអាទិត្យទៀតបានមកម្ដងទៀតអញ្ចឹងយើងត្រូវលៃ បាទ មកសំណុំហ្នឹងធ្វើម៉េចយើងត្រូវហូបឲ្យបានមួយអាទិត្យមុនពេលដែលគេដាក់មកទៀតមែនទេបើយើងហ៊ានតែហូបអស់មុនអត់បាយហើយ អត់ អញ្ចឹងយើងលៃខ្លួនឯងទៅពងទា10គ្រាប់មកមួយថ្ងៃ2គ្រាប់5ថ្ងៃអស់10គ្រាប់ ហ្នឹង 5ថ្ងៃនៅសល់2ថ្ងៃទៀតមែនទេហើយសល់នៅសល់ត្រីខទៀត2ថ្ងៃទៀតរួចអញ្ចឹងដល់ពេលមកល្មម